បាទជាបឋមសូមគោរពហើយនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនជាកសិករនិងបងប្អូនប្រិយមិត្តជាទីគោរពនិងរាប់អានផងដែរនៅរសៀលថ្ងៃអាទិត្យខែមករាឆ្នាំអាសាញ់បញ្ញស័កពុទ្ធសករាជ2569ដែលត្រូវនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះខ្ញុំបានធ្វើដំណើរកម្សាន្តនៅចំណុចផ្លូវលំមួយខ្សែដែលស្ថិតនៅក្នុងភូមិអូសំពរឃុំអូសំពរស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលខ្ញុំបានធ្វើដំណើរចាប់ពីចំណុចចេញពីចំណុចផ្លូវជាតិលេខ59ត្រង់ចំណុចស្រះទឹកខ្ញុំបានធ្វើដំណើរប្រហែលជា2គីឡូដីក៏មកដល់នៅចំណុចផ្លូវប្រសពមួយដែលផ្លូវបំបែកជា4ដែលមានឈ្មោះថាផ្លូវ502មកដល់ចំណុចផ្លូវ502នេះខ្ញុំក៏បានធ្វើដំណើរឆ្ពោះបន្តទៅមុខបន្តទៀតហើយក៏បានជិះបណ្ដើរគយគន់មើលទេសភាពអមតាមបណ្ដោយដងផ្លូវបណ្ដើរផងដែរតាមបណ្ដោយដងផ្លូវលំមួយខ្សែនេះខ្ញុំបានក្រឡេកឃើញបងប្អូនប្រជាកសិករគាត់បានធ្វើដំណាំដាំដុះដូចជាពោតដំឡូងសណ្តែកល្ងចន្ទីស្វាយកែវល្មៀតដូងដំណាំជាច្រើនប្រភេទផងដែរនៅតាមបណ្ដោយដងផ្លូវខ្ញុំបាទក៏ឃើញបងប្អូនប្រជាកសិករយើងខ្លះមួយចំនួនគាត់ក៏បានប្រមូលផលដំណាំស្រូវបងប្អូនខ្លះក៏គាត់បានប្រមូលផលនៅដំណាំសណ្តែកបងប្អូនខ្លះទៀតក៏គាត់ប្រមូលផលនៅដំណាំពោតក្រហមចំណីសត្វជាសារទី2របស់គាត់ផងដែរខ្ញុំបានធ្វើដំណើរបណ្ដើរឆ្ពោះទៅដល់ចំណុចជ្រលងភ្នំមួយដែលមានឈ្មោះថាជ្រលងភ្នំទូលេខហើយនិងភ្នំយសំមកដល់ជ្រលងភ្នំនេះផងដែរខ្ញុំបានមើលទៅទិសខាងជើងឃើញទេសភាពដ៏ខៀវស្រងាត់អមដោយសំឡេងសត្វយំនិងខ្យល់បក់ត្រសៀកយ៉ាងត្រជាក់ចិត្តផងដែរប្រសិនបើយើងមើលទៅទិសខាងត្បូងយើងនឹងអាចមើលឃើញភ្នំជាច្រើនយ៉ាងរដាក់រដប់ផងដែរគឺភ្នំទាំងនោះដែលមានខ្លះមានឈ្មោះថាភ្នំមន្ថងភ្នំវែងភ្នំអ្វីជាដើមលាក់ដែលបងប្អូនប្រជាកសិករប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះបានដាក់ឈ្មោះផងដែរបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរបន្តចេញពីជ្រលងភ្នំទូលេខហើយនិង
ភ្នំយាសំនេះបន្តដំណើរឆ្ពោះទៅទិសខាងត្បូងជាបន្តមកដល់ចំណុចមួយកន្លែងដែលបងប្អូនប្រជាពលរដ្ឋប្រជាកសិករយើងនៅក្នុងភូមិឃុំនេះតែងតែដាក់ឈ្មោះឲ្យថាជាអូត្រង់ឌឺនៅត្រង់ចំណុចផ្លូវលំមួយខ្សែនេះគឺមានការតភ្ជាប់ទៅដល់ផ្លូវលំមួយខ្សែទៀតដែលកាត់ទៅតឹងផ្លូវនេះគឺផ្លូវលំនោះដែលមានមួយខ្សែនោះគឺចេញពីអូធំឆ្ពោះទៅថ្មបាំងផងដែរនៅត្រង់ចំណុចអូត្រង់ឌឺនេះផងដែរខ្ញុំបានឃើញផ្លូវដែលមានស្នាមទឹកហូរច្រោះលូបាក់ពីរកន្លែងដែលរថយន្តត្រាក់ទ័រឬក៏អ្វីដែលធ្វើដំណើរឆ្លងកាត់ប្រឡោះនេះគឺมันអាចឆ្លងបាននោះទេគឺទៅបានដោយសារតែម៉ូតូតែប៉ុណ្ណោះបន្ទាប់មកខ្ញុំក៏បានឆ្លងនៅជ្រលងដាច់ទាំងពីរនោះហើយឆ្ពោះបន្តដំណើរទៅមុខបន្តទៀតខ្ញុំបាទក៏ធ្វើដំណើរប្រហែលជា2នាទីក៏មកដល់ផ្លូវប្រសពអសរទេដែលផ្លូវបំបែកនេះជាផ្លូវលំមួយខ្សែឆ្ពោះទៅភូមិថ្មបាំងផងដែរក៏ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរទៅភូមិថ្មបាំងទេខ្ញុំនឹងធ្វើដំណើរបត់ស្ដាំឆ្ពោះទៅពីខាងត្បូងភ្នំវែងមកដល់ផ្លូវបំបែកខាងត្បូងភ្នំវែងគឺមានផ្លូវបំបែកជា4ខាងឆ្វេងដៃជាផ្លូវទៅស្រុកសំពើលូនភូមិបេងត្រេតចំណែកឯខាងមុខត្រង់គឺទៅអូធំចំណែកឯខាងស្ដាំដៃគឺជាផ្លូវឆ្ពោះសំដៅទៅភូមិភ្នំវែងដែលផ្លូវនេះគេហៅថាផ្លូវវិស្វកម្ម